Trận đọc trong ban ấy, SUV Japan Pro Pick Mini cứ sạch sẵn tên sẽรับมาพูดต่อគ្នាតម្លៃធូរខ្លាំងមែនទែនដោយនេះគឺជាដ៏អស្ចារ្យ model ថ្មី Mitsubishi Xpander 2026ឡានចិនម៉ាស៊ីនជប៉ុនគឺពិសេសហើយចុះទរំតែឡានជប៉ុន brand ជប៉ុនប្រើប្រាស់បច្ចេកវិទ្យាជប៉ុនទៀតតាមពិសេសយ៉ាងណាបងប្អូនទាំងអស់គ្នាដោយនេះគឺជាការ design រូបរាងថ្មីរបស់ Mitsubishi ដែលមានឈ្មោះថា Dynamic Seal ជាមួយនឹងការ design រូបរាងថ្មីស្រស់ស្អាតនិងតាក់ទាញខ្លាំងមែនទែនទាំងប៉ាណាមុខថ្មីទាំង design LED ដែលធ្វើរ៉េនឡាយថ្មី LED ថ្មីប៉ាណាមុខថ្មីពិតជាស្រស់ស្អាតខាយខ្លាំងមែនទែនសម្រាប់ Mitsubishi Xpander ស៊េរីថ្មីបានប្រើប្រាស់ម៉ាស៊ីនសាំង4ស៊ីឡាំងចម្លាស់ 1.5 លីត្រភ្ជាប់ជាមួយនឹងតាបូមួយគ្រាប់ផលិតកម្លាំងបាន163 PS ជាមួយនឹងកម្លាំងរមុះ250 Nm ជាមួយនឹងការប្រើប្រាស់ប្រអប់លេខប្រភេទ CVT ធ្វើឲ្យរថយន្តមួយគ្រឿងនេះមានសន្ទុះលឿនល្បឿនខ្លាំងសំចៃប្រេងខ្លាំងមែនទែនបងប្អូនទាំងអស់គ្នា100គីឡូត្រឹមតែ6លីត្រជាងតែប៉ុណ្ណោះចំណុចដ៏អស្ចារ្យរបស់ Mitsubishi Xpander ស៊េរីថ្មីនោះគឺការចម្លង DNA ចេញពីរថយន្តប៉ាណាំងដ៏ល្បីរបស់ Mitsubishi តតែម្ដងនោះគឺ Legendary Mitsubishi Lancer Evo រថយន្តប៉ាណាំងដ៏ល្បីរបស់ជប៉ុនអែមខ្លាំងមែនទែនបងប្អូនទាំងគ្នាហើយបច្ចេកវិទ្យានោះផងដែរមានឈ្មោះថា Your Active Control គឺជាប្រព័ន្ធទប់លំនឹងដ៏អស្ចារ្យមួយរបស់ Mitsubishi ដែលវាធ្វើការទៅលើការទប់លំនឹងក៏ដូចជាការបែងចែកកម្លាំងកាត់បន្ថយនៅកម្លាំងចាក់ផ្ចិតមានលំនឹងខ្លាំងមែនទែនមិនថាបើកបរល្បឿនលឿនផ្លូវកោងផ្លូវកែងអីគឺថាទប់លំនឹងបានល្អខ្លាំងមែនទែនហើយមួយទៀតនោះគឺការប្រើប្រាស់ជាមួយនឹងមុខងារបើកបរចំនួន5ដែលមានដូចជា Normal Mode, Wet Mode, Matte Mode, Tarmac ដូចជា Gravel ផងដែរអញ្ចឹងដើម្បីឲ្យកាន់តែលម្អិតយើងចូលទៅកាន់ផ្នែកខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាចូលមកដល់ផ្នែកខាងក្នុងអារម្មណ៍ដែលយើងទទួលបានដំបូងហ្នឹងគឺភាពទូលាយប្រណិតនិងភាពទំនើបបែបបច្ចេកវិទ្យាសម័យថ្មីពិសេសនឹងគឺភាពទូលាយតែម្ដងធំខ្លាំងមែនតើបងប្អូនទាំងអស់គ្នា7នាក់7កៅអីអត់ចង្អៀតទេមកល្មមតែម្ដងការ design ថ្មីផ្នែកខាងក្នុងដែលផ្ដល់នូវផាសុកភាពខ្ពស់សោភ័ណភាពក៏ល្អមុខងារប្រើប្រាស់ក៏ទំនើបជាពិសេសនឹងគឺស្បែកពោកស្បែកតាប់ឡូមានគុណភាពខ្ពស់ទន់ខ្លាំងមែនតើការដេរភ្ជាប់យ៉ាងផ្ចិតផ្ចង់បើការបានជាបរិយាកាសដ៏ស្ងប់ស្ងាត់និង premium ខ្លាំងមែនតើក្រៅតែពីចំនួនកៅអី7និងមានសម្ភារធំទូលាយហើយដែលខ្ញុំចាប់អារម្មណ៍មួយទៀតនោះគឺផ្នែកតាប់ឡូនឹងតែម្ដងបងប្អូនទាំងអស់គ្នាមានឧបករណ៍ទំនើបច្រើនខ្លាំងមែនទែនមានដូចជាអេក្រង់កំសាន្តដ៏ធំរហូតដល់ 12.3 អ៊ិញ Smooth ខ្លាំងមែនទែនដែលវាបានគ្រប់គ្រងការភ្ជាប់ជាមួយនឹង Apple CarPlay ក៏ដូចជា Android Auto ផ្ដល់ភាពងាយស្រួលក្នុងការមើលផែនទីស្ដាប់តន្ត្រីទទួលការហៅចេញចូលនិងអាចបញ្ជាមុខងារមួយចំនួននៅលើអេក្រង់នេះបានផងដែរពិសេសខ្លាំងមែនទែនហើយក្រៅពីនេះ Mitsubishi Xpander បានប្រើប្រាស់ជាមួយនឹងកុងទ័រ Digital ទំហំ8អ៊ិញផ្ដល់ទិន្នន័យច្បាស់លាស់និងភ្លឺច្បាស់ល្អខ្លាំងមែនទែនហើយក្រៅតែពីនេះមានមុខងារមួយចំនួនទៀតដូចជាកន្លែងសាកថ្ម Wireless Fast Charge ម៉ាស៊ីនត្រជាក់ Dual Zone អាចកំណត់សីតុណ្ហភាពតាមតម្រូវការនៅក្នុងរថយន្តកៅអីចុចអូតូបាន8របៀបពិសេសខ្លាំងមែនទែនភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេងប្រភេទ Yamaha Dynamic Premium ដែលផ្ដល់នូវគុណភាពសំឡេងដ៏ច្បាស់ពីរោះរណ្ដំនិងធ្ងន់ខ្លាំងមែនទែនឡានជប៉ុនហើយប្រើប្រាស់បច្ចេកវិទ្យាជប៉ុនគ្រឿងអេឡិចត្រូនិកអេជប៉ុនទាំងអស់តម្លៃត្រឹមតែ$40,000តិចតួចទេរកអាណាបានបងប្អូនទាំងអស់គ្នាហើយមួយវិញទៀតផ្នែកខាងក្នុងរបស់ Xpander បានប្រើប្រាស់ភ្លើង LED រហូតដល់64ពណ៌ដែលយើងអាចផ្លាស់ប្ដូរពណ៌ទៅតាមតម្រូវការតាមចំណង់ចំណូលចិត្តបង្កើនបរិយាកាសរថយន្តដ៏ប្រណិតនិងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនបើនិយាយពីកៅអីវិញក៏ប្រណិតណាស់ដែរដែលវាបានប្រើប្រាស់កៅអីប្រភេទ Two Tone 2ពណ៌មើលមក premium មែនទែនហើយសំខាន់មានមុខងារកាត់បន្ថយកម្ដៅទៀតជិះទៅឆ្ងាយក៏អត់បារម្ភឬបញ្ហាជើងចង្កេះឬក៏ក្ដៅខ្នងបាញ់ញើសខ្នងដែរមានផាសុកភាពនិង comfort តែម្ដងជាមួយនឹងកន្លែងផ្ទុកសម្ភារៈរហូតដល់25កន្លែងសាកសមបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដ៏សម្បូរបែបលក្ខណៈគ្រួសារតែម្ដងដំបូលប្រភេទ Panoramic Sunroof មានសភាពធំទូលាយនិងលាតសន្ធឹងធំខ្លាំងមែនទែនពេញដំបូលរថយន្តតែម្ដងដែលវាបានផ្ដល់ពន្លឺចេញចូលបានគ្រប់គ្រាន់និងផ្សារភ្ជាប់ធម្មជាតិមកជាមួយនឹងមជ្ឈដ្ឋាននៅខាងក្នុងរថយន្តហើយបើយើងបើកបររថយន្តមួយគ្រឿងនេះចោះខេត្តទៅទ្រីបទៅកំសាន្តនៅតំបន់ភ្នំនៅតំបន់មានព្រៃឈើច្រើនហើយបើកដំបូលល្អយើងនឹងទទួលបានអារម្មណ៍ដ៏ស្រស់ថ្លាចេញពីធម្មជាតិផ្ទាល់ៗតែម្ដងរីឯមុខងារបើកបររបស់ Mitsubishi Xpander វិញមានរហូតដល់5មុខងារណោះមានដូចជាមុខងារ Normal Mode, Wet Mode, Gravel Mode, Matte Mode និង Tarmac Mode មុខងារ Normal Mode ប្រើប្រាស់សម្រាប់ការបើកធម្មតាការបើកប្រចាំថ្ងៃដែលប្រព័ន្ធនឹងសម្រួលកម្លាំងម៉ាស៊ីនប្រអប់លេខនិងប្រព័ន្ធទប់លំនឹងឲ្យស្ថិតក្នុងកម្រិតតុល្យភាព balance ផ្ដល់នូវភាពរលូនសមចៃខ្ពស់និងបើកបរប្រកបដោយផាសុកភាពមុខងារ Wet Mode ប្រើប្រាស់នៅលើផ្លូវដែលមានស្ថានភាពសើមឬក៏មានភ្លៀងធ្លាក់ឬក៏ផ្លូវដែលមានទឹកលិចប្រព័ន្ធនឹងកាត់បន្ថយការឆ្លើយតបនៃ gear កុំឲ្យកង់វិលលឿនខ្លាំងពេកនាំឲ្យរអិលព្រមទាំងបង្កើននៃការធ្វើការប្រព័ន្ធ Active Yaw Rate Control និង Traction Control System ផងដែរដើម្បីចាប់ហ្វ្រាំងកង់ណាដែលរអិលភ្លាមវាជួយបង្កើនចង្កូតឲ្យមានភាពហាប់ណែននិងការពារឡានមិនឲ្យទាញរអិលទៅឆ្វេងឬក៏ទៅស្ដាំនៅពេលបត់ចង្កូតឡើយទី3គឺមុខងារ Gravel Mode ប្រើប្រាស់នៅលើផ្លូវដែលមានដីក្រហមផ្លូវមានគ្រោះតូចៗផ្លូវជនបទផ្លូវមិនរាបស្មើនៅលើផ្លូវគ្រោះកង់ឡាននឹងងាយវិលចោលឬក៏ភាសាបច្ចេកទេសគេហៅថា wheel spin មុខងារមួយនេះ
នឹងធ្វើការលេខតម្រូវប្រព័ន្ធ traction control system របស់រថយន្តអនុញ្ញាតឲ្យកង់រថយន្តធ្វើបន្តិចបន្តួចដើម្បីទិញកម្លាំងនិងសម្រួលកម្លាំងដល់កង់ទាំងពីរឲ្យវិលស្មើគ្នាជួយឲ្យឡានមានសន្ទុះល្អនិងមិនងាយបាត់បង់លំនឹងឡើយទី4គឺមុខងារ matte mode មុខងារមួយនេះប្រើប្រាស់នៅលើផ្លូវដែលមានភក់ជ្រាំផ្លូវដែលមានដីស្អិតខ្លាំងឬផ្លូវដែលងាយនឹងផុងកង់រថយន្តនៅពេលដែលរថយន្តជាប់ភក់ប្រព័ន្ធមួយនេះនឹងបង្កើននូវកម្លាំងថកឬក៏កម្លាំងរមួលទៅឲ្យកង់ខាងមុខយ៉ាងពេញទំហឹងដើម្បីធ្វើការអូសទាញកង់រថយន្តឲ្យចេញពីភក់ដោយមិនឲ្យម៉ាស៊ីនរលត់ឬក៏កាំងឡើយទី5គឺមុខងារ tarmac mode មុខងារមួយនេះប្រៀបដូចជាមុខងារ sport mode នៅលើរថយន្តធម្មតាអញ្ចឹងដែរដែលវាស័ក្តិសមបំផុតសម្រាប់ការបើកបរល្បឿនលឿនការបន្ថែមសន្ទុះភ្លាមដែលប្រព័ន្ធនឹងបង្កើនការឆ្លើយតបហ្គារឲ្យលឿនជាងមុនជុំម៉ាស៊ីនកម្លាំងខ្ពស់ជាងមុនធ្វើឲ្យរថយន្តមានសន្ទុះលឿនខ្លាំងមែនទែនជាន់បានតែម្ដងមុខងារបើកបរទាំងអស់នេះបានធ្វើការយ៉ាងស្អិតរមួតជាមួយនឹងប្រព័ន្ធមួយដែលមានឈ្មោះថា Active Yaw Control AYC ដែលប្រព័ន្ធ AYC នេះត្រូវបានយកចេញពី DNA របស់យន្តប៉ណ្ណាំងរបស់ Mitsubishi នោះគឺ Mitsubishi Lancer Evo ដែលប្រព័ន្ធនេះវាបានធ្វើការកែតម្រូវកម្លាំងរវល់និងកម្លាំងចាប់ហ្វ្រាំងលើកង់មុខឆ្វេងស្ដាំដែលស្វ័យប្រវត្តិនាពេលបត់ផ្លូវកោងដែលផ្ដល់មកនូវភាពហាប់ធន់និងមានលំនឹងល្អខ្លាំងមែនទែននៅពេលដែលបត់ផ្លូវកោងក្នុងលក្ខខណ្ឌល្បឿនលឿនឬក៏ផ្លូវរអិលប្រព័ន្ធ AYC នឹងចាប់ហ្វ្រាំងកង់ខាងមុខខាងក្នុងបន្តិចដើម្បីទាញក្បាលរថយន្តឲ្យចូលកោងបានជាជម្រៅឬក៏ចូលរង្វង់នៃមុំចូលផ្ចិតនិងអត់រអិលចេញទៅក្រៅចូលក្នុងលក្ខខណ្ឌ understeer ឡើយសម្រាប់ប្រព័ន្ធសុខភាពវិញ Mitsubishi Designator បានភ្ជាប់មកនៅជាមួយនឹងប្រព័ន្ធទំនើបដូចជា Adaptive Cruise Control ឬក៏ ACC ជាប្រព័ន្ធមួយដែលរក្សាល្បឿនរថយន្តឲ្យនៅថេរនិងរក្សាកម្រិតពីឡានខាងមុខដោយអូតូម៉ាទិកនិងជាពិសេសនោះគឺឲ្យបើកបរដោយរក្សាល្បឿនឲ្យនៅថេរតាមល្បឿនរបស់រថយន្តនៅខាងមុខបានផងដែរប្រព័ន្ធ Forward Collision Mitigation ជាប្រព័ន្ធមួយដែលប្រមាននិងចាប់ហ្វ្រាំដោយអូតូម៉ាទិកនៅពេលដែលមានអាសន្នកើតឡើងភ្លាមដែលវាពិតជាល្អខ្លាំងមែនទែនសម្រាប់បងប្អូនដែលមានស្មារតីមិនគ្រប់គ្រាន់ឬក៏ភាំងក្នុងការបើករថយន្តហើយជាពិសេសនឹងគឺបើកបរនៅក្នុងពេលយប់តែម្ដងសុវត្ថិភាពខ្លាំងមែនទែនប្រព័ន្ធបង្ហាញសញ្ញាពេលមានគេវ៉ាចេញឬក៏ភាសាបច្ចេកទេសគេហៅថា Blind Spot Warning ដែលវាពិតជាសំខាន់មែនទែនសម្រាប់ការប្រើប្រាស់នៅក្នុងក្រុងដែលមានចរាចរណ៍កកកុញស្ទះច្រើនឬក៏យើងមើលមិនសូវឃើញនៅពេលដែលមាននរណាវ៉ាចេញប្រព័ន្ធមួយនេះនឹងផ្ដល់សញ្ញានៅលើកញ្ចក់ជាពណ៌ទឹកក្រូចនៅលើកញ្ចក់មើលក្រោយឆ្វេងឬក៏ស្ដាំប្រព័ន្ធរាយគ្រោះ Traffic Alert ឬក៏ RCTA ជាប្រព័ន្ធមួយដែលប្រមានពេលដែលរថយន្តបើកថយក្រោយហើយមានឡានឆ្លងកាត់ប្រព័ន្ធនេះនឹងប្រមានជាសញ្ញាឬក៏ជាសំឡេងទើបអ្នកបើកបរប្រុងប្រយ័ត្នថាកំពុងតែមានរថយន្តឆ្លងកាត់នៅពីក្រោយហើយក្រៅពីនេះក៏មាននៅប្រព័ន្ធមុខងារទំនើបមួយចំនួនទៀតផងដែរដូចជាប្រព័ន្ធបញ្ជាការបោកប៉ះនៅខាងមុខឬក៏ SCM ប្រព័ន្ធគ្រប់គ្រងលំនឹងពេលបើកបរផ្លូវកោងប្រព័ន្ធកាមេរ៉ាមើលជំនួយរថយន្ត360ប្រព័ន្ធជំនួយភ្លើង Far Code Auto ប្រព័ន្ធផ្ដោតដំណឹងពេលឡានខាងមុខចេញដំណើរប្រព័ន្ធទប់លំនឹងនិងការពារការរអិលប្រព័ន្ធ Sensor ទឹកភ្លៀងអូតូម៉ាទិកនិងជាពិសេសនោះមានពលសុខភាពចំនួន6គ្រាប់ផ្ដល់ផាសុខភាពនិងសុខភាពខ្ពស់ជាទីបំផុតផ្ដល់អត្ថប្រយោជន៍ចម្បងលើសុខភាពរបស់អ្នកនិងគ្រួសារជាទីស្រឡាញ់របស់អ្នកផងដែររីឯប្រព័ន្ធជើងក្រោមវិញ Mitsubishi Designator បានប្រើប្រាស់ជាមួយនឹងប៊ុំខាងមុខជាប្រភេទ Mark Person Strat ដែលផ្ដល់នូវភាពរហ័សរហួនរលូនហើយ smooth និងងាយស្រួលក្នុងការបញ្ជាដៃចង្កូតខ្លាំងមែនទែនប៊ុំខាងក្រោយបានប្រើប្រាស់ជាមួយនឹងប្រព័ន្ធប៊ុំប្រភេទ Torsion Beam ដែលត្រូវបានកែច្នៃទំហំប៊ុំឲ្យធំជាងមុនជួយឲ្យបាតខាងក្រោយសល់ space ធំទូលាយសម្រាប់ដាក់ជួរកៅអីទី3និងសល់ space សម្រាប់ដាក់អីវ៉ាន់ហើយប្រព័ន្ធប៊ុំមួយនេះក៏បានជួយឲ្យរថយន្តកាត់បន្ថយនូវភាពរលាក់និងទប់លំនឹងរថយន្តបានល្អផងដែរសម្រាប់បងប្អូនទាំងអស់គ្នាដែលត្រូវការជាវជាមួយនឹងរថយន្ត Mitsubishi Designator ឬក៏ model ផ្សេងទៀតរបស់ Mitsubishi បងប្អូនអាចធ្វើការតាក់ទងទៅខាងក្រុមហ៊ុន Mitsubishi Motor Cambodia នៅតាមទីតាំងសាខាណាមួយដែលនៅជិតបងប្អូនជាទីបំផុតឬក៏បងប្អូនអាចធ្វើការតាក់ទងតាមរយៈ Facebook Page ឬក៏តាមលេខទំនាក់ទំនងនៅខាងលើ caption នេះក៏បានដែរពីខ្ញុំតែមានតែប៉ុណ្្នឹងទេកុំភ្លេចជួយលេខនិងជួយ Subscribe អ្នកមួយជួបគ្នានៅវីដេអូក្រោយ